សួស្តីកូនៗទាំងអស់គ្នាជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនទី10អក្សរថតែមុននឹងចូលមេរៀនរបស់យើងកូនពុំទាន់បានចុច Subscribe កូនចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗពីលោកគ្រូដើម្បីកុំឲ្យខាត់ពេលយូរឥឡូវកូនពិនិត្យមើលអក្សរថរបស់យើងអក្សរថគេសរសេរមាន7ចលនាចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7ពីអក្សរថកូនត្រូវវឹកហាត់សរសេរអក្សរថនេះឲ្យបានត្រឹមត្រូវហើយយកអក្សរថនេះមកផ្សំជាមួយនឹងស្រៈឥឡូវកូនយកអក្សរថមកផ្សំជាមួយស្រៈជាមួយលោកគ្រូតោះចាប់ផ្ដើមថអាថាថអិថិថអីថៃថអឹថឹថអឺធើថអុថុថអូថូថអ៊ូធូថអើថើថអ៊ឺធឺថអៀធាថអេថេថអែថែថអៃថៃថអោថោថអៅថៅថអ៊ុំធំថអំថំថអាំថាំថអះថាសថអុសថុសថអេសថេសថអស់ថោះបាទបន្ទាប់ពីកូនបានអានដោយសមប្រកបជាមួយលោកគ្រូមកឥឡូវកូនអានដោយមិនបាច់សមប្រកបជាមួយលោកគ្រូទាំងអស់គ្នាថថាថេថៃថឹធើថុថោធួថើធឿធាថេថែថៃថោថៅធំថំថាំថាសថុសថេសថោះក្រោយពីកូនបានអានដោយមិនសមប្រកបមកឥឡូវកូនក្រឡេកមកមើលល្បះនិងពាក្យខាងក្រោមវិញម្ដងពាក្យនេះអានថាបើកូនអានមិនរួចឥឡូវកូនពិនិត្យមើលរូបភាពតើរូបភាពនេះគេចង់និយាយអំពីអ្វីដែរកូនបាទគេចង់និយាយថាស្ថានីយ៍ចឹងពាក្យនេះអានថាស្ថានីយ៍ចឹងស្ថានីយ៍សរសេរថអានអ៊ីនិងយ៉អានថាស្ថានីយ៍ម្ដងទៀតស្ថានីយ៍សរសេរថអានិងនអ៊ីនិងយ៉អានថាស្ថានីយ៍បាទនេះគឺជាល្បះកូនពិនិត្យមើលក្នុងល្បះនេះមានពាក្យអ្វីខ្លះអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់លោកគ្រូនឹងញែកល្បះនេះឲ្យមួយពាក្យដើម្បីឲ្យស្រួលក្នុងការប្រកបចអៅចៅថអូថូដអូដូនិងរដូខអោខោតោះឥឡូវអានជាមួយលោកគ្រូម្ដងទៀតទាំងអស់គ្នាចៅថោដូខោម្ដងទៀតចៅថោដូខោមេរៀនរបស់យើងចប់តែប៉ុណ្ណេះកូនដែលពុំទាន់បានចុច Subscribe កូនចុច Subscribe ហើយចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅមេរៀនថ្មីៗពីលោកគ្រូ